สำหรับคณีយើងដែលស្គមចង់ឡើងគីឡូចង់បានសាច់ខ្ញុំអ្នកនរគ្នាអាចសាកធ្វើតាមវិធីដែលខ្ញុំបានធ្វើនេះបានខ្ញុំនៅពេលដែលចាប់ផ្ដើមហាត់ប្រាណដំបូងគឺគីឡូរបស់ខ្ញុំត្រឹមតែគីឡូ61 62ទេហើយខ្ញុំហាត់រយៈពេល1ឆ្នាំនេះគឺខ្ញុំឡើងបានត្រឹម10គីឡូឥឡូវគីឡូរាល់ថ្ងៃនេះគឺបាន71 72ហើយសម្រាប់វិធីដែលខ្ញុំធ្វើឲ្យឡើងគីឡូនេះគឺមួយថ្ងៃខ្ញុំញ៉ាំបាយអញ្ចឹងខ្ញុំញ៉ាំបាយ4ទៅ5ពេលអញ្ចឹងទៅហើយមានចំណីបន្ថែមដូចជាផ្លែឈើអីចឹងទៅណាហើយបន្ទាប់ពីហាត់ប្រាណហើយខ្ញុំញ៉ាំប្រូតេអ៊ីនបន្ថែមបន្ថែមទៀតព្រោះដោយសារតែខ្ញុំបានមានពេលធ្វើរបបអាហារឲ្យបានត្រឹមត្រូវអញ្ចឹងហើយបន្តមកទៀតសម្រាប់ការហាត់ប្រាណវិញគឺក្នុងមួយអាទិត្យខ្ញុំហាត់ចំនួន5ថ្ងៃហើយសល់ពេល2ថ្ងៃដើម្បីសម្រាកហើយសម្រាប់ពេល2ថ្ងៃចុងក្រោយហ្នឹងជួនកាលទៅខ្ញុំក៏ហាត់ដូចជារត់ដូចជាអីចឹងទៅក៏ពេលខ្លះទៅខ្ញុំក៏សម្រាករយៈពេល2ថ្ងៃហើយខ្ញុំធ្វើបែបហ្នឹងហើយរយៈពេលក្នុងរយៈពេល1ខែខ្ញុំអាចឡើងបាន1គីឡូទៅ1គីឡូជាងដោយសារខ្ញុំធ្វើរបបអាហារបានទៀងទាត់ល្អអញ្ចឹងគឺគីឡូខ្ញុំឡើងបានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកនរគ្នាអាចសាកល្បងបាន